Thuទាំងពីរនេះបានជួយកែប្រែខ្ញុំកុំឲ្យខ្ញុំចំណាយពេលក្នុងការមើលឆាតយូរហើយវាបានប្រាប់ខ្ញុំពីកន្លែងណាដែលត្រូវបាយនិងកន្លែងណាដែលត្រូវ sell ហើយយើងគ្រាន់តែមានជាមួយនឹង basic និងការ analyze ទីផ្សារតែប៉ុណ្ណោះហើយ tool នេះបានកែប្រែខ្ញុំកុំឲ្យខ្ញុំ over trade ហើយក្នុងរយៈពេលតែមួយអាទិត្យទេគឺខ្ញុំអាចកែប្រែខ្លួនឯងពី trader ដែលនឹង over trade រហូតដល់ខ្ញុំ trade consistency ជាងមុនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការប្រាប់ទាំងអស់គ្នាថាតើ tool ហ្នឹងខ្ញុំប្រើបែបម៉េចហើយវាជំនួយការវាជួយខ្ញុំបែបម៉េចអូខេបងប្អូនអញ្ចឹងយើងក៏លេងមកមើលឆាតរបស់យើងអញ្ចឹងខ្ញុំកំពុងតែ entry ទៅលើការ short ទៅលើមាសដូចគ្នាហើយខ្ញុំក៏បានចូលមែនតើនេះខ្ញុំបើក screen ទូរស័ព្ទឲ្យខ្ញុំឲ្យមើលអញ្ចឹងខ្ញុំកំពុងតែ hold ចំណេញដូចគ្នាអញ្ចឹងនេះគឺជា indicator របស់យើងដែលជា tool ជំនួយរបស់ខ្ញុំផ្ទាល់តែម្ដងហើយខ្ញុំអត់ចាំបាច់មើលឆាតច្រើនទេដោយសារតែវាបានចាប់ទៅលើ zone ដែលមាន high probability ដែល price អាច move ទៅប៉ះកន្លែង zone ហ្នឹងហើយវានឹងអាចមាន high probability ដែលវាអាចនឹង rejection ហើយខ្ញុំក៏មាន indicator មួយទៀតដែលជាការ confirm រវាង buyer និង seller absorb ទៅខាងណាបើសិនជាក្នុងករណីដែលវា move ប៉ះទៅលើ zone hit map របស់យើងហើយ liquidity hit map របស់យើងហើយវានឹងសបញ្ជាក់ថាតើនៅ zone ហ្នឹងអាចនឹងមាន absorb ទៅខាងណាវាអាចនឹងបែក zone ហ្នឹងឬក៏វា react ទៅលើ zone មួយហ្នឹងអញ្ចឹងដែលជា tool មួយដែល combo គ្នា symmetry គ្នាខ្លាំងមែនតើអញ្ចឹងពេលដែល price move ទៅប៉ះទៅលើ zone ហ្នឹងយើងចាំមើលថាតើ bubble data របស់យើងដែលវាជា bubble absorption ហ្នឹងតើវា absorb ទៅខាងណាវា absorb ទៅខាង buy ឬក៏ sell បើសិនជាឧទាហរណ៍ price move ទៅប៉ះ zone ខាងលើតែវា absorb ទៅលើខាង buy ទេអញ្ចឹង zone ហ្នឹងអាចប្រឈមនឹងការបែក zone ហ្នឹងអញ្ចឹងយើងអាច trade នៅ zone ហ្នឹងបានទេតែបើសិនជាក្នុងករណីដែលវាទៅប៉ះ zone ហ្នឹងដោយតែបងប្អូនគ្នាបានឃើញនៅក្នុងឆាតនេះពេលដែលវាប៉ះ absorption មកខាង sell អញ្ចឹងយើង entry sell ហើយផ្សារវានឹង boom reaction ចុះមកក្រោមតែបងប្អូនគ្នាត្រូវចាំថារាល់ tool ឬក៏ strategy អីក៏ដោយនៅក្នុងវិស័យនេះគឺគ្មាន win rate 100ទេ at least យើងបាន win rate ចន្លោះពី60ជាងទៅ70%ឬក៏80%តែយើងអាចយក 100% បានទេវាអត់អាចមាន win rate 100%ទេព្រោះថា trading វាជា zero sum game អញ្ចឹងបងប្អូនគ្នាបានមើលនៅលើ screen នេះគឺវាស្រួលមែនតើហើយយើងអាច switch time frame ណាក៏បានដែរតែបើសិនជាតាម personal របស់ខ្ញុំប្រើទៅលើ5នាទី3នាទីជាមួយនឹង1នាទីហើយតាក់ទងជាមួយនឹងការរ zone ការរ zone ដែល entry របស់ខ្ញុំគឺខ្ញុំមើលទៅលើ5នាទី3នាទីតែ1នាទីគឺខ្ញុំអត់មើលទៅលើ zone 1នាទីទេតែខ្ញុំ confirm វាជាមួយនឹង bubble absorption របស់យើងដែល bubble absorption ហ្នឹងគឺយើងមើល3នាទី1នាទីដូចគ្នាដោយសារ1នាទីគឺវាចេញច្រើនយើងចង់ដឹងថាតើការ absorb ទៅចាប់ផ្ដើមទៅខាងណាហើយអញ្ចឹងបើសិន time frame ទូចនេះវាចាប់ផ្ដើម absorb ទៅខាង sell ហើយយើងក៏លេខមកមើល time frame 3នាទីដូចគ្នាវា absorb ទៅខាង sell ដូចគ្នាអូខេវា symmetry គ្នាហើយយើងមកមើល high time frame ដូចគ្នាថា5នាទី absorb ដែរអត់5នាទី absorb ដែរអត់យើងមើលតាម4 time frame ហ្នឹងទេយើងអត់ចាំបាច់ទៅមើលdaily 4ម៉ោង1ម៉ោងអីទេខ្ញុំអត់មើលអាហ្នឹងទេខ្ញុំមើលតែ5នាទីចុះមកដល់1នាទីតែប៉ុណ្ណោះហើយសម្រាប់ indicator ហ្នឹងខ្ញុំនឹងធ្វើការ build ជា performance សិនបន្ទាប់ពីខ្ញុំ build ជា performance បានច្រើនហើយ win rate បានប្រមាណដែលជា win rate ដែល overall win rate ដែលខ្ញុំ trade ដោយប្រើ indicator ហ្នឹងសុទ្ធអញ្ចឹងខ្ញុំនឹងធ្វើការ public ទៅឲ្យបងប្អូនគ្នាហើយប្រហែលជាខ្ញុំធ្វើជាលក្ខណៈ exclusive អញ្ចឹងហើយសង្ឃឹមថាបងប្អូនគ្នាគ្រប់គ្រងហើយបើសិនជាគ្នាយើងចង់ join community យើងនិយាយលេងអូខេអាច join community ខ្ញុំបានតែខ្ញុំបានដាក់ QR លើហ្នឹងអញ្ចឹងអរគុណច្រើនបងប្អូនគ្នាហើយជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយជាមួយនឹងការចែករំលែកថ្មីៗទៀតបាយបាយ